សុខនៅរីករាលឆ្លងកាត់វាជ្រួតទឹកជ្រៅនេះគឺជាផ្លូវជីវិតជាមិនឆ្ងាយជាអន្តរាយជាគំនិតតែកំឡឹងចិត្តនៅឡើយយកជ័យឆ្ងាយមិនហួងបេះដូងសំរួមស្ទឹងស្មារបានតែលើដើមទ្រូងស្ទាបភ្នំភ្នំដួងចិត្តជាថ្មីមានតែនេត្រាលោកកាគ្មានគ្រួងអង្គភ័យដើររួមគ្នាដើរលើវិថីនៃក្តីសង្ឃឹមគ្រប់ទីនាទីวันต้องតែស្នាមញញឹមគុណលៀបកាយលើកមានអ្វីទឹមរយលៀនក្តីសង្ឃឹមមិនសាបសូន្យដើរលើវិថីនៃក្តីសង្ឃឹមគ្រប់ទីនាទីวันต้องតែស្នាមញញឹមគុណលៀបកាយលើកមានអ្វីទឹមរយលៀនក្តីសង្ឃឹមនៃសង្ឃឹមជីវិតក្រោមមេឃទឹកភ្នែកជ្រះពីលោកកាសុខរៀងអើខ្ញុំបានសូមសម្ដែងគិរិយាកិច្ចចំពោះវត្តមានរបស់អាដាមសលខេឧបនាយករដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃក៏ដូចជាលោកជំទាវព្រមទាំងភ្នាក់កិត្តិយសទាំងអស់ចាសូមជម្រាបសួរអ្នកទាំង3ចង់ជម្រាបសួរបងប្អូនទាំងអស់គ្នាពីរោះអត់ព្រោះចាបាទអរគុណពេលនេះសូមជើញបងប្អូនបាទមួយវេទិកានេះផងដែរចាតាមរយៈនៃបទចម្រៀងរបស់បងប្អូនអ្នកតារាចម្រៀងរបស់យើងចាខាងមុខបងបាទអាដាមលោកជំទាវអស់លោកស្រីអ្នកនាងកញ្ញាទទួលបាននៅសម្ដាប់គឺថាមានការអាណិតអាសូរណាសម្រាប់កូនទាំង3រូបផងដែរចាហើយចង់សួរដល់កូនស្រីផងដែរសម្រាប់តកតងទៅនឹងបទចម្រៀង3មិញនេះភ្ញៀវកិត្តិយសចារួមជាមួយនឹងភ្ញៀវជាតិនិងអន្តរជាតិទាំងអស់ពេលដែលបានទស្សនាហើយមានការអាណិតអាសូរណាសម្រាប់បងប្អូនទាំង3រូបហើយបងប្អូនមានគម្រោងនឹងរៀបចំដំណើរជីវិតយ៉ាងណាខ្លះទៅថ្ងៃអនាគតសូមអញ្ជើញ
ចំពោះរូបនាងខ្ញុំពេលទៅថ្ងៃអនាគតខ្ញុំចង់ខ្លាយទៅជាពលរដ្ឋដ៏ល្អហើយខ្ញុំចង់ខ្លាយទៅជានារីដ៏ឆ្នើមដោយអ្នកម៉ាក់សមាលីខ្ញុំចង់ជួយសង្គ្រោះជនរងគ្រោះទាំងនៅប្រទេសកម្ពុជានិងនៅលើពិភពលោកព្រោះថារូបនាងខ្ញុំផ្ទាល់ខ្ញុំគឺជាជនរងគ្រោះខ្ញុំអាចដឹងថាជនរងគ្រោះនឹងដូចថាឈឺចាប់ណាអញ្ចឹងខ្ញុំចង់ជួយពួកគេព្រោះអីខ្ញុំជាជនរងគ្រោះស្រាប់ចាចាអរគុណច្រើនចាសម្រាប់បងប្អូនចានេះគឺជាការបដិញ្ញាចិត្តសម្រាប់បងប្អូនតែម្ដងចាអរគុណសូមសម្លេងតែដៃអបអរសាទរសម្រាប់បងប្អូនទាំងអស់ចាចុះចំណែកឯបងប្អូននៅ3អរិទ្ធវិញចាសម្រាប់ថ្ងៃនេះនៅក្នុងព្រឹត្តិការណ៍ដោះចានេះតើមានអារម្មណ៍យ៉ាងណាដែរបាទជាដំបូងខ្ញុំមានអារម្មណ៍ថាខ្ញុំមានមោទនភាពដែលខ្ញុំជាសិល្បករខ្មែរក៏ដូចជាសិល្បករទាំងអស់ប្រចាំផលិតកម្មរស្មីហងមាសបានបញ្ចេញទេពកោសល្យក៏ដូចជាបានចូលរួមចំណែកនៅក្នុងការងារមនុស្សធម៌ហើយថែមទាំងបានផ្សព្វផ្សាយអំពីការប្រឆាំងដាច់ខាតនៅអំពើជួញដូរមនុស្សដូច្នេះហើយពួកខ្ញុំទាំងអស់គ្នាមានអារម្មណ៍ថារំភើបរីករាយក៏ដូចជាសូមប្រឆាំងដាច់ខាតនៅអំពើជួញដូរមនុស្សបាទសម្បត្តិថាឪពុកម្ដាយដែលនាំយកកូនទៅលក់បាទគឺជាអក្រិតជនត្រឹមត្រូវណាស់ជាការពិតណាស់បាទយើងមិនត្រូវយកមនុស្សមកធ្វើជាវត្ថុសម្រាប់លក់ដូរទេបាទមនុស្សមិនមែនជាវត្ថុសម្រាប់លក់ដូរទេយើងមិនត្រូវយកគេមកធ្វើជាគ្រឿងក្លែមឡើយទីវាជាប្រឆាំងការជួញដូរមនុស្ស12ធ្នូសូមចាស្ថិតនៅក្នុងអារម្មណ៍ក្រៅបេះដូងរបស់អស់លោកស្រីនាងកញ្ញាភ្ញៀវជាតិនិងអន្តរជាតិយើងទាំងអស់ផងដែរហើយជាបន្តទៅទៀតនេះនៅក្នុងកម្មវិធីរបស់យើងនឹងបន្តភាពសប្បាយរីករាយជាបន្តទៀតជូនដល់អាដាមលោកជំទាវអស់លោកស្រីនាងកញ្ញានិងភ្ញៀវកិត្តិយសទាំងអស់ទស្សនាដោយតតាគុំជើមនុស្សមិនមែនជាវត្ថុសម្រាប់លក់ដូរទេក្រសួងកិច្ចការនារីរួមសហការជាមួយផលិតកម្មរស្មីហងមាសអង្គការ Monity Somali Mon និងអង្គការ RCC កម្ពុជាអបអរសាទរទីជាជាតិប្រឆាំងអំពើជួញដូរមនុស្ស12ធ្នូលើកទី3ហងមាសហបយោធិត2009ចូលរួមឧបត្ថម្ភដោយ Hello ប្រាបៀអានឈើ